លេតូនីជំរុញឲ្យលោកខាងលិចបង្កើនជំនួយយោធាសម្រាប់អ៊ុយក្រែនត្រៀមទប់ទល់នឹងការវាយលុកសារជាថ្មីពីរុស្ស៊ីប្រធានាធិបតីនៃប្រទេសលេតូនីបានជំរុញឲ្យប្រទេសលោកខាងលិចបង្កើនការគាំទ្រផ្នែកយោធាដើម្បីពង្រឹងសមត្ថភាពអ៊ុយក្រែនត្រៀមឆ្លើយតបទៅនឹងការប្រតិបត្តិការវាយលុកសារជាថ្មីណាមួយរបស់រុស្ស៊ីដែលអាចនឹងធ្វើឡើងនៅខែកុម្ភៈខាងមុខនេះបើយោងតាមការចុះសារសារព័ត៌មាន AFP នៅថ្ងៃអង្គារទី17ខែមករាឆ្នាំ2023ថ្លែងនាឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅថ្ងៃច័ន្ទសប្តាហ៍នេះលោកអ៊ីគីលលេវីតប្រធានាធិបតីលេតូនីបានគូសបញ្ជាក់ដូចនេះថាយើងគួរតែផ្ដល់ការគ្រប់គ្រងជាចាំបាច់ទាំងអស់ដល់អ៊ុយក្រែនជាពិសេសគឺដោយសារតែរុស្ស៊ីកំពុងតែរៀបចំយុទ្ធសាស្ត្រវាយលុកថ្មីដែលអាចនឹងកើតឡើងនៅក្នុងខែកុម្ភៈឬខែមីនាហើយអ៊ុយក្រែនគួរតែមានអាវុធចាំបាច់ទាំងអស់និងការគ្រប់គ្រងនានាដើម្បីទប់ទល់នឹងការវាយប្រហារបែបនេះដូច្នេះរថក្រោះទាំងអស់គួរតែត្រូវបានផ្ដល់ឲ្យអ៊ុយក្រែននៅពេលដែលអាចធ្វើទៅបានការអំពាវនាវនេះធ្វើឡើងប៉ុន្មានថ្ងៃមុនពេលរដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសលោកខាងលិចនឹងត្រូវជួបប្រជុំនៅឯមូលដ្ឋានទ័ពអាកាស Ramstein របស់សហរដ្ឋអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ដើម្បីពិភាក្សាគ្នាអំពីជំនួយយោធាសម្រាប់អ៊ុយក្រែនគួរបញ្ជាក់ថាការអំពាវនាវរបស់ប្រទេសលេតូនីបានកើតឡើងដំណើរគ្នានឹងចក្រភពអង់គ្លេសដែលបានក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលបានសន្យាបញ្ជូនរថក្រោះធុនធ្ងន់ទៅឲ្យអ៊ុយក្រែនរីឯប៉ូឡូញនិងហ្វាំងឡង់ក៏បានបង្ហាញពីឆន្ទៈនៅក្នុងការផ្ដល់ឲ្យទីក្រុងគៀវនៅរថក្រោះផលិតដោយអាល្លឺម៉ង់ប៉ុន្តែប្រការនេះតម្រូវឲ្យមានការយល់ព្រមពីទីក្រុងបេឡាំងជាមុនសិនរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់គាំទ្រឲ្យបង្កើតតុលាការពិសេសដើម្បីកាត់ទោសមេដឹកនាំរុស្ស៊ីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រីអាណាឡេណាបេបុកនៅថ្ងៃច័ន្ទសប្តាហ៍នេះបានអំពាវនាវឲ្យបង្កើតតុលាការពិសេសមួយដើម្បីកាត់ទោសមេដឹកនាំរុស្ស៊ីខណៈទីក្រុងមូស្គូកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្គ្រាមសារជាថ្មីជំវិញការវាយប្រហារលើទីក្រុងឌីនីប្រូរបស់អ៊ុយក្រែនកាលពីពេលថ្មីៗនេះបើតាមការចេញសារសារព័ត៌មាន AFP នៅថ្ងៃអង្គារទី17ខែមករាឆ្នាំ2023នៅក្នុងសន្ទរកថាមួយទៅកាន់វេទិកាមួយទៀតរៀបចំនៅឯសាលាច្បាប់ Hague Academy of International Law មួយមូលដ្ឋានក្នុងទីក្រុង La Haye ប្រទេសហ្វាំងឡង់លោកស្រី Baerbock បានគូសបញ្ជាក់ដូចនេះថាយើងត្រូវតែបញ្ជូនសារឲ្យច្បាស់ទៅកាន់មេដឹកនាំរុស្ស៊ីថាសង្គ្រាមឈ្លានពាននឹងមិនអាចប្រព្រឹត្តទៅដោយទទេនោះឡើយលោកស្រីបន្ថែមទៀតថាលោកស្រីផ្ទាល់បានពិភាក្សាជាមួយនឹងអ៊ុយក្រែននិងសម្ព័ន្ធមិត្តលើកិច្ចការបង្កើតតុលាការពិសេសដែលអាចនឹងប្រើប្រាស់ច្បាប់អ៊ុយក្រែនតែលោកស្រីក៏ចង់ឲ្យមានការចូលរួមពីចៅក្រមអន្តរជាតិដែរគូបញ្ជាក់ថាការអំពាវនាវឲ្យបង្កើតតុលាការពិសេសរបស់លោកស្រីប្រមុខការទូតអាល្លឺម៉ង់កើតមានឡើងគណៈក្រុមមន្ត្រីអឺរ៉ុបបានចាត់ប្រកាន់ថាការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីលើអគារអាផាតមិនមួយកន្លែងនៅក្នុងទីក្រុងឌីនីប្រូនៃប្រទេសអ៊ុយក្រែនដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់40នាក់គឺមានលក្ខណៈគ្រប់គ្រាន់ជាឧក្រិដ្ឋកម្មសង្គ្រាមបាទទោះបីជាវិមានក្រំឡាំងអះអាងថាខ្លួនគ្មានគោលដៅលើជនស៊ីវិលក៏ដោយ